បាទសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងខ្ញុំត្រឡប់មកវិញហើយអញ្ចឹងខ្ញុំបាត់មួយរយៈយូរដែរចូលជាង1ឆ្នាំសារខ្ញុំអវល់មួយការងារហ្នឹងហើយអញ្ចឹងថ្ងៃនេះខ្ញុំត្រឡប់មកវិញខ្ញុំចង់នាំយកនៅការចែកម្លែករបស់ខ្ញុំតាក់ទងជាមួយនឹង Docker ហើយ container ហ្នឹងហើយអូខេអញ្ចឹងអ្នកទាំងអស់គ្នាបើអត់ទាន់ subscribe channel របស់ខ្ញុំទេគឺអាច subscribe មួយបានអញ្ចឹងជាដំបូងខ្ញុំសូមណែនាំខ្លួនឯងតិចហ្នឹងហើយខ្ញុំគឺជាអាចនិយាយថាជា full stack មួយប៉ុន្តែសប្តាហ៍ថ្ងៃខ្ញុំធ្វើការខាង DevOps ហ្នឹងបើគិតជាឆ្នាំវាចូល5ឆ្នាំហើយអញ្ចឹងតាំងពីចំនួននៃ DevOps ហ្នឹងអត់ទាន់មានការ recruitment នៅលើគេនៅលើបណ្ដាញ social អីគឺអត់ទាន់មានមួយអញ្ចឹងណាតែកណ្ដាលមួយរយៈក្រោយនេះខ្ញុំឃើញច្រើនតាក់ទងមួយ DevOps ហ្នឹងហើយអញ្ចឹងខ្ញុំភ្លេចប្រាប់ឈ្មោះអញ្ចឹងខ្ញុំឈ្មោះPhironអញ្ចឹងអ្នកនរគ្នាបើចង់រកខ្ញុំអីអាចវាយទៅ Facebook ក៏បាន LinkedIn ក៏បាន YouTube ក៏បានវាយតែPhironទៅចាញ់ហ្នឹងហើយអូខេអញ្ចឹងយើងត្រឡប់មកតាក់ទងជាមួយនឹងមេរៀនរបស់យើងវិញ